រ៉ុកកែតជំនាន់ថ្មីរបស់ចិនកំពុងប្រកួតប្រជែងឥទ្ធិពលជាមួយនឹង SpaceX ប្រទេសចិនទើបតែសម្រេចបាននូវសមិទ្ធផលថ្មីដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងសមុទ្រចិនខាងត្បូងក្នុងការសាកល្បងចុងក្រោយក្រុមវិស្វករចិនបានប្រើប្រាស់ប្រព័ន្ធសំណាញ់ពិសេសនៅលើនាវាមួយដើម្បីចាប់យកក្បាលរ៉ុកកែតដែលកំពុងធ្លាក់ចុះពីលំហមកភពផែនដីវិញជោគជ័យនេះគឺជោគជ័យនេះធ្វើឱ្យចិនក្លាយជាប្រទេសទីពីរបន្ទាប់ពីសហរដ្ឋអាមេរិកដែលអាចបង្ហោះរ៉ុកកែតដឹកផ្កាយរណបបានដោយជោគជ័យនិងរក្សាវាឱ្យនៅស្ថានភាពប្រើប្រាស់បានឡើងវិញអ្វីដែលកាន់តែពិសេសទៀតនោះគឺចិនបានធ្វើវាដោយមិនប្រើប្រាស់ជើងទម្រចុះចតដូចដែល SpaceX ឬ Blue Origin កំពុងប្រើប្រាស់នោះឡើយនេះមានន័យថាចិនបានចូលរួមក្នុងក្រុមប្រទេសនិងក្រុមហ៊ុនដ៏តូចមួយដែលមានសមត្ថភាពផលិតរ៉ុកកែតអាចប្រើប្រាស់ឡើងវិញបានអ្នកជំនាញជាច្រើនបានចាត់ទុកថានេះគឺជាសមិទ្ធផលបច្ចេកវិទ្យាដ៏សំខាន់មួយពួកគេបានបញ្ជាក់ថាចិនបានធ្វើការស្រាវជ្រាវអភិវឌ្ឍបច្ចេកវិទ្យានេះអស់រយៈពេលជាច្រើនឆ្នាំមកហើយដូច្នេះការសម្រេចបាននៅថ្ងៃនេះមិនមែនជារឿងភ្ញាក់ផ្អើលនោះទេប៉ុន្តែជាជំហានធំមួយក្នុងការប្រកួតប្រជែងវិស័យអវកាសពិភពលោកបច្ចុប្បន្នក្រុមហ៊ុន SpaceX របស់លោក Elon Musk បានបង្ហោះផ្កាយរណប Starlink ជាង 10,000 គ្រឿងទៅក្នុងគន្លងអវកាសរួចហើយចំណែកឯប្រទេសចិនក៏កំពុងអភិវឌ្ឍបណ្តាញផ្កាយរណបដ៏ធំផ្ទាល់ខ្លួនដើម្បីប្រជែងជាមួយនឹង Starlink ផងដែររហូតមកដល់ពេលនេះបណ្តាញផ្កាយរណប Quanfen និង Zhongwang របស់ចិនបានបាញ់បង្ហោះផ្កាយរណបសរុបជាង400គ្រឿងទោះបីជាតួលេខនេះនៅឆ្ងាយពី Starlink ក៏ដោយអ្នកវិភាគជឿថាគម្លាតនេះគឺអាចនឹងត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះមូលហេតុគឺដោយសារតែបច្ចេកវិទ្យារ៉ុកកែតដែលអាចប្រើប្រាស់ឡើងវិញបាននឹងជួយកាត់បន្ថយថ្លៃដើមនិងបង្កើនល្បឿននៃការបាញ់បង្ហោះតាមពិតទៅការអភិវឌ្ឍរ៉ុកកែតប្រភេទនេះមានន័យតែប៉ុណ្ណោះនៅពេលដែលប្រទេសមួយដែលមានផែនការផ្កាយរណបរាប់ម៉ឺនគ្រឿងនេះគឺជាការជោគជ័យរបស់ចិនកំពុងតែដើរតាមសំណួរសំខាន់គឺតើរ៉ុកកែតដែលអាចប្រើប្រាស់ឡើងវិញបាននឹងផ្លាស់ប្ដូរពិភពអវកាសយ៉ាងដូចម្តេចចម្លើយគឺវានឹងធ្វើឱ្យការបាញ់បង្ហោះកាន់តែញឹកញាប់និងចំណាយថវិកាតិចជាងមុនសព្វថ្ងៃនេះ SpaceX បានបាញ់បង្ហោះរ៉ុកកែតមធ្យមរៀងរាល់2ទៅ3ថ្ងៃម្តងមូលហេតុសំខាន់គឺដោយសារតែក្រុមហ៊ុននេះអាចយករ៉ុកកែត Falcon 9មកជួសជុលនិងប្រើប្រាស់ឡើងវិញបានយ៉ាងលឿនចំណែកឯចិនវិញបច្ចុប្បន្នអាចបាញ់បង្ហោះបានប្រហែលក្នុងរយៈពេល5ទៅ7ថ្ងៃយ៉ាងណាការសង្គ្រោះរ៉ុកកែតបានដោយជោគជ័យនេះនឹងជួយឱ្យចិនបង្កើនសមត្ថភាពរបស់ខ្លួនយ៉ាងខ្លាំងមហិច្ឆតារបស់ចិនមិនមែនមានត្រឹមតែការបាញ់បង្ហោះផ្កាយរណបនោះទេប៉ុន្តែទីក្រុងប៉េកាំងកំពុងរៀបចំផែនការបញ្ជូនយានិកទៅកាន់ភពព្រះច័ន្ទមុនឆ្នាំ2030ដើម្បីសម្រេចគោលដៅនេះចិនកំពុងអភិវឌ្ឍរ៉ុកកែត Long March 10ដែលនឹងប្រើបច្ចេកវិទ្យារ៉ុកកែតដែលអាចប្រើប្រាស់ឡើងវិញបានជាច្រើនផ្នែកគម្រោងនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការចូលទៅកាន់លំហអវកាសក្នុងរយៈពេល10ទៅ20ឆ្នាំមុនស្របពេលនេះសហរដ្ឋអាមេរិកក៏មានផែនការនាំមនុស្សត្រឡប់ទៅឋានព្រះច័ន្ទវិញដែរតាមរយៈកម្មវិធី Artemis
មនុស្សជាច្រើនចោទសួរថាតើពិភពលោកកំពុងឃើញការប្រកួតប្រជែងថ្មីមួយទៅកាន់ឋានព្រះច័ន្ទដូចការសង្គ្រាមត្រជាក់ឬទេ? អ្នកជំនាញមួយចំនួនយល់ថាវាមិនទាន់ហៅថាការប្រណាំងបាននៅឡើយទេ ហេតុផលគឺសហរដ្ឋអាមេរិកនិងចិនសុទ្ធតែបានរៀបចំគម្រោងទាំងអស់នេះរយៈពេលជាច្រើនឆ្នាំមកហើយ វាជាគម្រោងដែលចំណាយថវិកាយ៉ាងសម្បើមនិងត្រូវការពេលវេលាយូរ យ៉ាងណាក៏ដោយសព្វថ្ងៃអវកាសយានិកចិនជាន់ខ្ពស់ជាន់លើដីឋានព្រះច័ន្ទនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយសម្រាប់ប្រទេសចិន វានឹងក្លាយទៅជានិមិត្តរូបនៃមហាអំណាចបច្ចេកវិទ្យានិងមោទនភាពជាតិ ប៉ុន្តែការប្រកួតប្រជែងពិតប្រាកដមិនស្ថិតនៅលើឋានព្រះច័ន្ទទេ វាកំពុងកើតឡើងនៅក្នុងគន្លងអវកាសជុំវិញផែនដី ដែលផ្កាយរណបរាប់ម៉ឺនគ្រឿងកំពុងធ្វើដំណើរការ សព្វថ្ងៃអវកាសបានក្លាយទៅជាផ្នែកសំខាន់នៃសន្តិសុខជាតិ ប្រព័ន្ធទំនាក់ទំនង និងការរុករក GPS ការស៊ើបការណ៍ និងប្រតិបត្តិការយោធាទាំងអស់សុទ្ធតែពឹងផ្អែកទៅលើផ្កាយរណប ជាឧទាហរណ៍ នៅក្នុងសង្គ្រាមអ៊ុយក្រែនបណ្តាញស្តាលីនបានដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់ទំនាក់ទំនងដល់កងទ័ពនិងកងកម្លាំងរបស់អ៊ុយក្រែន ដោយសារតែហេតុនេះហើយទើបប្រទេសចិនចង់បង្កើតប្រព័ន្ធស្រដៀងគ្នារបស់ខ្លួន ពីផ្កាយរណបអ៊ីនធឺណិត ចិនក៏មានប្រព័ន្ធកំណត់ទីតាំងផ្កាយរណប Baidu ផងដែរ Baidu គឺជាដៃគូប្រកួតប្រជែងរបស់ GPS អាមេរិក អ្នកជំនាញជាច្រើនលើកឡើងថាសម្រាប់អ្នកប្រើប្រាស់ពាណិជ្ជកម្មនិងស៊ីវិលសេវាកម្មរបស់ Baidu មានភាពត្រឹមត្រូវ និងអនុវត្តការងារមួយចំនួនបានល្អជាង GPS ផងដែរ នេះជាភស្តុតាងមួយបង្ហាញថាចិនមិនត្រឹមតែផលិតបច្ចេកវិទ្យាក្នុងបរិមាណដ៏ច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផលិតបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ផងដែរ នៅពេលដែលចិនកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស អឺរ៉ុប អាមេរិក ឥណ្ឌាក៏កំពុងពង្រឹងសមត្ថភាពអវកាសខ្លួនផងដែរ ជប៉ុនកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធអវកាសសម្រាប់ការពារជាតិ ឥណ្ឌាកំពុងលេចធ្លោឡើងជាមហាអំណាចអវកាសថ្មីមួយដែលមានសក្តានុពលខ្លាំង ចំណែកឯអឺរ៉ុបវិញនៅតែមានបច្ចេកវិទ្យាអវកាសដ៏ទំនើប ប៉ុន្តែជួបបញ្ហាផ្នែកការសម្របសម្រួលនយោបាយរវាងប្រទេសជាសមាជិក ដោយឡែករុស្ស៊ីដែលធ្លាប់ជាមហាអំណាចអវកាសលេខមួយរបស់ពិភពលោក កំពុងស្ថិតក្នុងដំណាក់កាលលេចធ្លាក់ចុះសមត្ថភាព សង្គ្រាមនិងសម្ពាធសេដ្ឋកិច្ចបានបង្ខំឱ្យរុស្ស៊ីផ្ដោតលើការរក្សាប្រព័ន្ធដែលខ្លួនមានស្រាប់ ជាជាងពង្រីកសមត្ថភាពថ្មី នៅទីបញ្ចប់ការចាប់យករ៉ុកែតរបស់ចិនអាចមើលទៅគ្រប់គ្រាន់ជាការសាកល្បងបច្ចេកវិទ្យាថ្មីមួយប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងវាជាសញ្ញាដែលបង្ហាញថាការប្រកួតប្រជែងនៅក្នុងអវកាសកំពុងឈានដល់ដំណាក់កាលថ្មី សព្វថ្ងៃអវកាសមិនមែនគ្រាន់តែជាកន្លែងសម្រាប់វិទ្យាសាស្ត្រទៀតទេ វាបានក្លាយទៅជាសមរភូមិសេដ្ឋកិច្ច បច្ចេកវិទ្យា សន្តិសុខ និងឥទ្ធិពលភូមិសាស្ត្រនយោបាយរាល់ការបាញ់បង្ហោះរ៉ុកែតគឺមិនត្រឹមតែជាដំណើរទៅកាន់លំហអាកាសប៉ុណ្ណោះទេ ប៉ុន្តែក៏វាជាការប្រកួតប្រជែងដើម្បីកំណត់ថាតើនរណានឹងក្លាយជាអ្នកដឹកនាំពិភពលោកនៅក្នុងយុគសម័យបច្ចេកវិទ្យាជំនាន់ក្រោយផងដែរ